ស្វាគមន៍អ្នកដែលចូលចិត្តស្ដាប់ការសម្រាយរឿងទាំងអស់គ្នាណាថ្ងៃនេះវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹង Admin ថ្ងៃនេះផងដែរ Admin បានពំនាំនៅសាច់រឿងថ្មីមួយមកសម្រាយចែកជូនអ្នកទាំងអស់គ្នាស្ដាប់ណាដែលសាច់រឿងរបស់យើងមានចំណងជើងថាស្រមោលស្នេហ៍នៅក្នុងបណ្ណាល័យមុននឹងឈានទៅដល់ការបកស្រាយសាច់រឿងនេះ Admin សូមណែនាំពីតួអង្គខ្លះៗសិនតួអង្គរបស់យើងហ្នឹងគឺមានឈ្មោះថាភក្តីជាសិស្សពូកែស្ងប់ស្ងាត់ចូលចិត្តអានសៀវភៅក៏ដូចជាមនុស្សមិនសូវចេះមាត់ស្ដីអីដែររីឯតួអង្គទី2របស់យើងគឺជាប្រធានក្រុមបាល់បោះរួសរាយរាក់ទាក់រឹងមាំនិងជាមនុស្សជាទីចាប់អារម្មណ៍តោះកុំឲ្យខាតពេលវេលាយូរមកចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាណាដើមសាច់រឿងដំបូងភក្តីតែងតែចំណាយពេលវេលាសម្រាប់នៅជ្រុងម្ខាងនៃបណ្ណាល័យដើម្បីអានសៀវភៅពួកអីគេចូលចិត្តអានសៀវភៅគេមិនដឹងទេថារិទ្ធដែលជាតារាបាល់បោះរបស់យើងនៅក្នុងសាលាហ្នឹងណាតែងតែមកលួចមើលគេពីចម្ងាយជារៀងរាល់ថ្ងៃតែម្ដងរហូតដល់ថ្ងៃមួយសៀវភៅកំណត់ហេតុរបស់ភក្តីហ្នឹងគឺបានជ្រុះហើយរ៉ាត់ក៏ជាអ្នករើសបានផងដែរនៅក្នុងពន្លឺថ្ងៃនាពេលរសៀលចាំងចូលទៅតាមបង្អួចនៅក្នុងបណ្ណាល័យដែលកាត់ទៅតាមធ្នើសៀវភៅចាស់ភក្តីកំពុងតែអង្គុយផ្អែកខ្នងនឹងជញ្ជាំងភ្នែករបស់គេសម្លឹងទៅមើលអក្សរនៅក្នុងសៀវភៅយ៉ាងជឿជាក់សំឡេងបណ្ណាល័យហាក់បីដូចជាស្ងប់ស្ងាត់គឺជាពិភពដ៏មានសុភមង្គលសម្រាប់គេតែម្ដងពួកអីគេចូលចិត្តអានសៀវភៅនិងចូលចិត្តកន្លែងស្ងប់ស្ងាត់ណាអ្នកទាំងអស់គ្នាភ្លាមនោះផងដែរក៏ឮសំឡេងក្រាសំឡេងនោះគឺជាការទាញកៅអីដែលទល់មុខភក្តីហ្នឹងណាហើយភក្តីក៏ងើយមុខឡើងភ្លាមនោះផងដែរភក្តីក៏រៀងភ្ញាក់ផ្អើលបន្តិចដល់ពេលដែលគេឃើញរ៉ិតអង្គុយនៅទីនោះដែររ៉ិតដែលជាមនុស្សម្នាក់ដែលមិនដែលឈានជើងចូលបណ្ណាល័យសោះបែរជាមកអង្គុយនៅទីនេះទាំងមានញើសចូលខ្នងបន្ទាប់ពីគេហាត់ប្រាណឬក៏ហាត់កីឡាពួកអីគេជាអ្នកកីឡាបាល់បោះនៅក្នុងសាលាឬក៏ប្រចាំសាលាអញ្ចឹងណាភ្លាមនោះផងដែរក៏មានពាក្យសុំទោសហើយក៏និយាយថាតុផ្សេងពេញអស់ហើយក៏ប៉ុន្តែនឹងខ្ញុំអាចសុំអង្គុយតុនេះបានទេភ្លាមនឹងរត់ក៏សួរអញ្ចឹងណាហើយភក្តីក៏មិនមកអង់យូរឬក៏មិននិយាយអ្វីឡើយគ្រាន់តែងក់ក្បាលតិចរួចអោនចុះទៅអានសៀវភៅបន្តទៀតប៉ុន្តែបេះដូងរបស់គេក៏ចាប់ផ្ដើមលោតញាប់ផងដែរខុសពីធម្មតាដោយសារតែក្លិនទឹកអបរបស់រ៉ិតខ្សោយរួចលាយឡំជាមួយនឹងក្លិនញើសបន្តិចបន្តួចរបស់គេដល់ពេលអញ្ចឹងធ្វើឲ្យគេចាប់អារម្មណ៍ដែរណាហើយភក្តីក៏ពេលនោះក៏បានបាត់បង់ការផ្ដោតអារម្មណ៍ទៅលើអត្ថបទសៀវភៅរបស់គេទាំងស្រុងតែម្ដងរ៉ិតមិនបានអានសៀវភៅទេអ្វីដែលគេធ្វើទាំងអស់ហ្នឹងគ្រាន់តែគេចង់យកសៀវភៅបាំងមុខរួចមើលឬក៏លួចសម្លឹងទៅមើលទម្រង់មុខរបស់ភក្តីភក្តីភ្លាមនោះដែររ៉ិតក៏សួរថាអានដល់សម្ព័ន្ធហ្នឹងហើយទំព័រទីម៉ានដល់ពេលអញ្ចឹងទៅភក្តីក៏អត់និយាយអីច្រើនដែរគាត់ថាអានដល់ទំព័រទី120ភក្តីក៏ឆ្លើយយ៉ាងខ្លីៗអញ្ចឹងណាហើយរ៉ិតក៏ឆាប់ផ្ដើមបន្តទៀតថាអានយឺតម្លេះបើឯងនៅតែអានយឺតអញ្ចឹងណាឬក៏អានយឺតបែបហ្នឹងប្រយ័ត្នចប់រឿងនៅតែម្នាក់ឯងទៅចង់ឲ្យគាត់ជួយអានកំដរដែរអញ្ចឹងណាគេក៏សួរភ្លាមនោះដែរធ្វើឲ្យភក្តីងើបមុខហើយសម្លឹងចំភ្នែករ៉ិតតែម្ដងដែលភ្នែកទាំងគូរបស់គេប្រសព្វគ្នាវាជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវដែលភក្តីមិនដែលគិតថាវានឹងកើតឡើងនៅក្នុងជីវិតពិតរបស់គេសោះឡើយអញ្ចឹងណាខណៈពេលនេះដែរ admin សូម / ភាគទី1របស់យើងតែត្រឹមប៉ុណ្្នឹងសិនអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅឱកាសក្រោយទៀតបាយបាយ